សួស្តីបងសួស្តីបងកនេះអូនមានពោក4ស្លឹកយកមកចែកជូនបងប្រើបង4ស្លឹកនេះគឺស្អាតទាំងអស់បងហើយសម្រាប់បងដែលស្រឡាញ់ពោកបេងខ្នាតតូចល្មមសម្រាប់ធ្វើតុកតែក៏បានសម្រាប់តាំងក៏បានបងកុំភ្លេចបងប្រើជាក់លេងឥឡូវបងទៅ review តាមលក្ខខណ្ឌតកមួយសម្រាប់អាស្លឹកនេះវិញនាំមកនៅខ្នាតមុខកាត់70គុណឲ្យ45កម្រាស់សាច់ឈើ2ហ៊ុនកន្លះបន្ទាប់មកនេះមុខកាត់99គុណឲ្យ55កម្រាស់សាច់ឈើ4ហ៊ុនហើយក្របពោកនិយាយពីស្រីស្អាតអត់ដូចបងមកក្របពោកអូយមុខឡើង99មុខ99គុណឲ្យ55កម្រាស់សាច់ឈើ4ហ៊ុនហើយក្របពោកស្អាត 100% ចំណែកអានេះវិញមុខ75គុណឲ្យ60កម្រាស់សាច់ឈើ3ហ៊ុនហើយមកក្របពោកឯងបងចំណែកអានេះវិញមុខ110មុខ110គុណឲ្យ75កម្រាស់4ហ៊ុនកន្លះអញ្ចឹងសម្រាប់បងដែលស្រឡាញ់ពោកយកទៅចាប់ជាប់អញ្ចឹងយកទៅតាំងយកទៅចម្លាក់យកទៅធ្វើកូនតុកតែកុំភ្លេចអូនប៉ាសិលេងរੂរាន់ឡើងបងអរគុណច្រើន